សួស្តីទាំងអស់គ្នាថ្ងៃនេះសប្បាយចិត្តមែនទែនដែលយើងបានជួបជុំគ្នាហើយដោយសារតែមើលឃើញប្រធានបទមួយតាក់ទងជាមួយនឹងការរំថនបច្ចុប្បន្ននេះមានការផ្ទុះខ្លាំងដែរក៏មានអ្នកមួយចំនួនឆ្ងល់ថារំថននឹងមានគោលបំណងអ្វីបានទៅរំចឹងថ្ងៃនេះយើងនឹងជជែកពីប្រធានបទនៃការរំថនជំរាបសួរបងប្អូនទាំងអស់គ្នាពួកខ្ញុំជាជនជាតិដើមភាគតិចគួយនៅក្នុងខេត្តកំពង់ធំពួកខ្ញុំគឺជាអ្នកដែលបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហើយជាពិសេសហ្នឹងគឺបច្ចុប្បន្ននេះតាក់ទងជាមួយនឹងការរំថនមានសំណួរខ្លះៗចង់ឲ្យទាំងអស់គ្នាបញ្ចេញមតិយោបល់តាមអ្វីដែលអ្នកទាំងអស់គ្នាបានឃើញពីដូនតាយើងមកតាក់ទងនឹងការរំថនតើរំថននេះគឺជាអ្វីរំថនជាប្រពៃណីមួយដែលបច្ចុប្បន្នមានតែនៅខេត្តកំពង់ធំមានតែ3ស្រុកទេដូចជាស្រុកប្រាសាទសម្បូរស្រុកសំដាននិងស្រុកប្រាសាទបលាំងរំថនវាជាប្រពៃណីមួយដែលភាគច្រើនរបស់បងប្អូនជនជាតិដើមភាគតិចគួយតែងតែរំនៅពេលដែលមានកម្មវិធីទូចធំអីផ្សេងបាទរំថនគឺជាការរំវង់លក់ផ្កានារីគាត់ជាអ្នករំហើយបរោះដែលនៅខាងក្រោមហ្នឹងគាត់ជាអ្នកទិញផ្កាត្រូវឡើងរំជាមួយនារីក្នុងការរំនោះឯងយើងអាចថាគាត់ជួយទៅលើវត្តអារាមទៅលើសហគមន៍បើសិនជាបុណ្យនៅកន្លែងសហគមន៍គាត់ជួយដោយសារតែយើងអត់គិតតម្លៃខ្លួនដូចគេថាតំណែងទេមិនមែនតំណែងទេយើងទិញផ្កាទៅរំទេលុយដែលបានពីការលក់ផ្កាហ្នឹងយើងទៅជួយសហគមន៍បើយើងរំក្នុងវត្តយើងជួយកសាងវត្តខ្ញុំចាប់អារម្មណ៍ត្រង់ឆៃដែលគាត់លើកឡើងថាការរំថននេះមិនមែនជាទំនិញបើគិតឲ្យអាក្រក់ស្ដាប់គិតថាជាទំនិញមែនប៉ុន្តែបើយើងត្រឡប់មកវិញវាមិនមែនជាទំនិញទេតែវាជាប្រពៃណីទំនៀមទម្លាប់របស់សហគមន៍របស់ភូមិយើងធ្វើនឹងដើម្បីជួយភូមិជួយវត្តជួយយើងដើម្បីកសាងហើយមិនតែប៉ុណ្ណោះគឺដើម្បីឲ្យភូមិយើងនឹងសប្បាយរីករាយដោយសារតែការរំថននេះធ្វើឡើងនៅពេលដែលប្រជាពលរដ្ឋគាត់ចាប់ការប្រមូលផលស្រូវប្រមូលផលដំណាំគាត់យើងតែងតែធ្វើវានៅចន្លោះពេលគៀកនឹងបនចូលឆ្នាំយើងដាក់បាសរំក្នុងដីធម្មតាយើងរំបានទាំងអស់គ្នាសប្បាយទាំងអស់គ្នាតែវាអត់បានផលប្រយោជន៍ដល់សហគមន៍ឬក៏វត្តទេតើការរំថននេះធ្វើនៅពេលណាជាទូទៅអីដែលខ្ញុំធ្លាប់ឃើញឬក៏ជាតលៀមត្រឡប់នៅក្នុងភូមិស្រុករបស់យើងណាអានេះខ្ញុំអត់និយាយរឿងតំបន់ផ្សេងទេខ្ញុំនិយាយបដោតទៅលើតំបន់នៅក្នុងភូមិស្រុករបស់យើងជាក់ស្ដែងធ្វើនៅក្នុងបងប្អូននិយាយពីដើមថាពេលដែលបងប្អូនប្រជាពលរដ្ឋគាត់ប្រមូលផលអនុផលស្រែចម្ការរបស់គាត់ដូចជាចន្ទីដំឡូងស្រូវអីចឹងណាខ្ញុំបានន័យថាខែប្រាំងយើងធ្វើចាប់ពីយើងប្រមូលស្រូវហើយមានកម្មវិធីបុណ្យភូមិមានកម្មវិធីដាលៀនមានកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីឬក៏កម្មវិធីអីផ្សេងនៅតាមភូមិឬនៅតាមសហគមន៍ឬក៏តាមវត្តអញ្ចឹងទៅដូចបងនិយាយខាងដើមថាកម្មវិធីនេះគឺយើងធ្វើបើការណីយើងរំធម្មតាអូខេយើងជួលតែបាសហើយយើងធ្វើកម្មវិធីរំទៅក៏ប៉ុន្តែក្នុងនេះវាបានបង្ហាញអំពីអត្តសញ្ញាណប្រពៃណីរបស់ទំនៀមទម្លាប់ភូមិមួយជាក់ស្ដែងដូចយើងភូមិជនជាតិដើមភាគតិចអញ្ចឹងទំនៀមទម្លាប់យើងតាំងពីដូនតាមកគឺយើងធ្វើតាំងពីដើមមកហើយដល់ជំនាន់នេះយើងចាប់ផ្ដើមធ្វើទៀតបន្តទៅកូនចៅជំនាន់ក្រោយទៀតបានថវិកាជួយកសាងសហគមន៍ជួយកសាងវត្តដែលយើងចេញពីការលក់ផ្កានេះមិនមែនយើងរំបាស់ហើយចប់ហើយយើងទៅផ្ទះទេអញ្ចឹងណាពេលដែលបងប្អូនទិញផ្កាឡើងរំវាជាចំណែកមួយចូលរួមអភិវឌ្ឍសហគមន៍ឬក៏វត្តអារាមជាដើមបើយើងមើលទៅការរំថននេះដូចសប្បាយមែនអត់អូម្នាក់ឃើញថាសប្បាយប៉ុន្តែលើសពីការសប្បាយតើការរំថននេះធ្វើដើម្បីអ្វីការរំថនគឺជាប់ជាមួយនឹងការកសាងនិងការអភិវឌ្ឍភូមិឬសហគមន៍ជាក់ស្ដែងនៅបុណ្យវត្តលុយដែលយើងបានភាគច្រើនយើងត្រូវយកទៅកសាងវត្តនៅសហគមន៍ក៏ដូចគ្នាមិនមែនយើងយើងធ្វើបុណ្យហើយសម្រាប់តែសប្បាយមួយមុខទេព្រោះឲ្យតែមានកម្មវិធីកម្មវិធីបុណ្យគឺគេមានគោលបំណងរបស់គេដូចជាបុណ្យផ្កាគឺសម្រាប់យកផ្កាទៅកសាងវត្តបុណ្យភូមិយកលុយដែលបានហ្នឹងទៅកសាងភូមិកសាងសហគមន៍អញ្ចឹងឲ្យតែរង្វង់លក់ផ្កាមិនមែនជាការសប្បាយតែមួយមុខទេគឺជាការអភិវឌ្ឍភ្ជាប់ជាមួយការអភិវឌ្ឍនិងការកសាងសមិទ្ធផលផ្សេងៗនៅក្នុងភូមិនិងនៅក្នុងសហគមន៍យើងធ្វើការរំថននេះជាប្រពៃណីតាំងពីដើមមកទី1ទី2រក្សាបាននៅអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ដូនតាមិនថាបងប្អូនខ្មែរឬក៏បងប្អូនជនជាតិដើមភាគតិចទេអញ្ចឹងពួកគាត់រំនេះគឺដើម្បីរក្សានៅគេដំណែលពីដូនតាមកដើម្បីឲ្យក្មេងៗជំនាន់ក្រោយគាត់បានឃើញជាក់ស្ដែងពីមុនមានយាយខ្ញុំមានមីងមានម្ដាយខ្ញុំគាត់ជាអ្នករំថនប៉ុន្តែពិភពខាងក្រៅសង្គមខាងក្រៅអត់បានឃើញទេដោយសារអីมันបានផុសនៅក្នុងប្រព័ន្ធ social media អញ្ចឹងក៏បានឃើញថាវប្បធម៌ប្រពៃណីរំថននឹងមានតាំងពីដើមអត់ទេក៏បានដឹងពីមុនមកអញ្ចឹងណាតែបច្ចុប្បន្នមានប្រព័ន្ធ social media
ចឹងអ្នកធ្វើ content ភាគច្រើនពេលដែលមានថនគឺពួកគាត់ទៅថតការរំថនឲ្យគាត់ផុសទៅលើប្រព័ន្ធ social media បានឲ្យសង្គមខាងក្រៅហ្នឹងគាត់ឃើញថាអូនៅខេត្តកំពង់ធំមានវប្បធម៌មួយតាក់ទងមួយនឹងការរំថននៅស្រុកប្រាសាទសម្បូរស្រុកប្រាសាទបាឡាំងសណ្ដានជាដើមអីចឹងទៅការបង្ហាញទីផងក៏សិតតែចេញពីសេចក្តីស្រឡាញ់ការចង់រក្សានៅប្រពៃណីវប្បធម៌នៅក្នុងតំបន់មួយដែលចង់ឲ្យសង្គមខាងក្រៅបានឃើញនឹងការអភិវឌ្ឍនៅក្នុងសហគមន៍ជាក់ស្ដែងកូនថនទៀតសោតគេមានច្បាប់ទម្លាប់នៅក្នុងការរាំគេមានវិន័យនៅក្នុងការរាំគេមានការគ្រប់គ្រងចាស់ទុំគេមានគ្រូគេមានមកដើម្បីបង្កើតជាក្រុមរាំថនគេមិនអាចចង់រាំចង់អត់រាំអត់ឬក៏អ្នកឯងចង់ចូលស្មើណាអ្នកឯងចង់ចេញស្មើណាឬក៏ភូមិផ្សេងចង់រាំចង់អីបានតតែអ្នកឯងយល់អំពីបរិបទវប្បធម៌នៃការរាំថនចឹងបានទៅរួចខ្ញុំចង់បដោតទៅលើកូនថនទៀតសោតពួកគាត់រាំសិតតែមានឆន្ទៈចង់រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីពួកគាត់សម្រាប់ចិត្តថាពួកគាត់រាំពួកគាត់ពេញចិត្តនៅក្នុងការរាំនោះទៀតសោតគឺមានចាស់ទុំគ្រប់គ្រងអត់អាចឆ្វេងឆ្វាយដូចយើងរាំធម្មតាទេចូលក៏បានចេញក៏បានចង់រងក៏បានចង់អត់ក៏បានអត់ទេចឹងវាមានទំនៀមទម្លាប់លក្ខខណ្ឌវិន័យក្នុងការរាំសុវត្ថិភាពសន្តិសុខគឺគេមានលក្ខណៈក្តោបមួយមុខទៀតគេមានគ្រូមកដើម្បីកាន់កូនក្រុមរាំថនទៀតចឹងពួកខ្ញុំជាស្ដែងជាអ្នកក្រុមរាំគឺពួកខ្ញុំយល់ច្បាស់ហ្មងសូមឲ្យបងប្អូនស្វែងយល់អំពីការរាំថនរបស់ប្រពៃណីឬក៏តំបន់មួយអាចថាមិនស៊ីជម្រៅទាំងស្រុងប៉ុន្តែគួរតែស្វែងយល់ឡើងវិញចាអូនល្អមែនតើបងចង់បន្ថែមពីលើសេនាងដែរដោយសារតែយើងដឹងថាការរាំថននេះបើយើងមើលតែមួយផ្នែកយើងគិតថាវាជាការសប្បាយមែនអត់ដោយសារតែឃើញរាំហូហែអូអ្នកឡើងរាំអីអូរាំលោតកឆាក់កឆែងប៉ុន្តែត្រឡប់មកវិញយើងសិតតែមានការគោរពឲ្យតម្លៃគ្នាហើយព្រោះអ្នករាំពេលដែលគាត់ឡើងរាំគឺត្រូវដោះមួកគោរពឲ្យតម្លៃកូនថនគឺគាត់មិនត្រូវតែប៉ះពាល់កូនថនទេកូនថនជាអ្នកដែលនាំគាត់សប្បាយប៉ុន្តែសប្បាយក្នុងកម្រិតនៃការរក្សាបាននៅវប្បធម៌ទំនៀមទម្លាប់របស់យើងអត់លើសនឹងទេអញ្ចឹងការគិតអ្នកមួយចំនួនដែលគាត់គិតឃើញថាវាជាការសប្បាយជាការភ្លើតភ្លើនវាមិនមែនទេវាអាស្រ័យលើគាត់មើលឃើញតែមួយជ្រុងហ្នឹងតែបើគាត់ដឹងឲ្យស៊ីជម្រៅគាត់នឹងដឹងថាពួកយើងមិនមែនតែសប្បាយមកផ្នែកនឹងទេហើយអ្នកទាំងអស់គ្នាក៏បានលឺអ្វីដែលក្រុមយើងបានបកស្រាយពីខាងដើមដែរអញ្ចឹងទាំងអស់គ្នាប្រហែលជាអាចយល់ពីការរាំថននេះបានកាន់តែប្រសើរជាងមុនខ្ញុំចង់បន្ថែមចំណុច2ទៀតតកតងមួយក្បាច់រាំដោយសារតែពួកខ្ញុំសិតតែជាអតីតក៏បច្ចុប្បន្នក៏ជាកូនថនដែរអញ្ចឹងណាហើយយើងធ្លាប់រាំដែរតកតងមួយក្បាច់រាំបិណ្ឌប័ណ្ណផ្សេងខ្ញុំអត់ដឹងទេណាប៉ុន្តែបើក្រុមពួកខ្ញុំបន្តតែម្ដងគឺពួកខ្ញុំហាត់សមណាពិសេសគឺបាច់ប្រពៃណីខ្មែរតែម្ដងកន្ទ្រឹមសារវ៉ាន់ឡំលាវតាលុងចង្វាក់រាំក្បាច់អីគឺពួកខ្ញុំហាត់មែនទែនដើម្បីឲ្យចេះក្នុងនោះវាមានយើងរាំបែបបត់ញាក់ទៀតអញ្ចឹងបត់ញាក់យើងក៏បានហាត់ច្រើនដើម្បីកុំឲ្យរាំទៅវាអាចថាលើសលុះកាយវិការដែលយើងមើលទៅមិនសមរម្យណាអញ្ចឹងយើងកែសម្រួលពីកាយវិការដែលមិនសមរម្យមកជាកាយវិការដែលមានច្បាប់ទម្លាប់អាចថាចង្វាក់ណាដែលត្រឹមត្រូវមួយបត់ញាក់អីអញ្ចឹងទៅដូចយើងរាំថនយើងឃើញស្រាប់ហើយអញ្ចឹងណាថាវាអត់មានក្បាច់ណាដែលមើលទៅហក់លោតបែបថាវាលើសលុះទេអញ្ចឹងណាវាមានទៅតាមចង្វាក់ដែលយើងរាំទៅអាចមើលទៅវាសមរម្យពួកខ្ញុំក៏ខិតខំរៀនសមហាត់សមមែនទែនតាក់ទងមួយក្បាច់ប្រពៃណីខ្មែរកត្រឹមសារវ៉ាន់ឡាំលាវប៉ុន្តែដោយសារតែជាក់ស្ដែងយើងទៅរាំនៅតំបន់ផ្សេងក្រៅពីតំបន់យើងអ្នករាំហ្នឹងគាត់អត់សូវរំវងអីទេអញ្ចឹងគាត់ដាក់តែកន្ទ្រឹមហើយញាក់អីអញ្ចឹងទៅអញ្ចឹងពួកយើងក៏អត់បានបង្ហាញច្រើនតាក់ទងមួយក្បាច់ប្រពៃណីក៏ប៉ុន្តែពួកខ្ញុំចេះគ្រប់ទម្រង់ហើយពួកខ្ញុំធ្លាប់ស្នើទៅបាសដល់ថ្នាក់ឆ្លោះគ្នាមួយអ្នកចាក់បាសថាពួកខ្ញុំអត់ចង់រាំបត់បែបនឹងច្រើនពេកទេពួកខ្ញុំចង់រាំបែបចេះតាលុងឡាំលាវអីក្បាច់អីអញ្ចឹងណាប៉ុន្តែពួកគាត់ថាតំបន់ពួកគាត់អត់ចេះរាំអញ្ចឹងអាហ្នឹងមិនមែនមកពីកូនថនទេមកពីតំបន់ពួកគាត់ហ្នឹងអត់ចង់រាំបែបអញ្ចឹងតាក់ទងជាមួយនឹងសម្លៀកបំពាក់តំបន់ផ្សេងគេរាំគេស្លៀកបែបហូលពមួងដែលបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរតែពួកខ្ញុំកូនក្រុមឬក៏ក្រុមពួកខ្ញុំជាក់ស្ដែងពួកខ្ញុំចំណាយលុយផ្ទាល់ខ្លួនដើម្បីកាត់សម្លៀកបំពាក់ដែលតំណាងពីយើងជនជាតិដើមភាគតិចគួយនៅក្នុងស្រុកប្រាសាទបាឡាំងយើងទៅរាំនៅស្រុកសន្ទុកក៏យើងស្លៀកបំពាក់បែបនឹងដែរចាយើងទៅរាំនៅស្រុកសណ្ដាំយើងទៅរាំនៅស្រុកសម្បូរសិតតែយើងយកសម្លៀកបំពាក់នឹងបង្ហាញឲ្យគេបានឃើញថាអូជនជាតិដើមភាគតិចគួយមានសម្លៀកបំពាក់មានវប្បធម៌រាំទៅមានច្បាប់ទម្លាប់មានក្បួនមានខ្នាតមានចាស់ទុំមានគ្រូមានម៉អីអញ្ចឹងណាចាអានឹងសិតតែទឹកចិត្តដែលចង់បង្ហាញក្នុងនោះជាស្ដែងអ្នករាំមួយយប់ឧទាហរណ៍ថាគាត់បានត្រឹមតែ$10ទេបើកាត់នៃរាំឆ្ងាយភូមិគេរកយើងទៅរាំណាចា$10ទេហើយក្នុង$10យើងរាំតាំងម៉ោង8ដល់ម៉ោងអាច1ក៏មានដែរហើយសួរថាគាត់ហត់អត់ហត់អ្នករាំតតែព្យាយាមណាហត់ណាស់ព្រោះគ្នាអត់បានអង្គុយទេប៉ុន្តែទឹកចិត្តស្រឡាញ់ចង់ថែរក្សាវប្បធម៌ប្រពៃណីបើសិនជាករណីយើងទៅធ្វើការខាងក្រៅតែ5-6ម៉ោងយើងបានលុយនឹងហើយពេលថ្ងៃហើយអត់លងុយទៀតពេលថ្ងៃយើងអត់ត្រូវអត់លងុយទេយើងធ្វើការបានលុយធម្មតា
ប៉ុន្តែករណីនេះគឺការស្រឡាញ់ការពេញចិត្តការចង់បង្ហាញអំពីអត្តសញ្ញាណការចង់បង្ហាញអំពីប្រពៃណីចាឲ្យក្មេងៗជំនាន់ក្រោយឬក៏សង្គមខាងក្រៅគាត់បានឃើញអំពីវប្បធម៌នៅក្នុងខេត្តកំពង់ធំនៅក្នុងស្រុកប្រាសាទបាឡាំងនៅក្នុងស្រុកប្រាសាទសំបូរសម្បានជាដើមក្មេងៗអ្នករំអ្នកខ្លះទៀតរៀនទៀតថ្ងៃឡើងគ្នាទៅរៀនជប់ឡើងគ្នាទៅរំនោះមិនមែនគោលដៅដូចការមើលឃើញយើងមួយចំនួនណាថាអូរំមកបែបសបាយហឹកខាក់បើបងប្អូនចង់ដឹងថាហត់សាក់មើលព្រោះគ្នាអត់បានអង្គុយទេរំដោយការពេញចិត្តក្នុងនោះទៀតសតដូចខ្ញុំនិយាយខាងដើមថាក្នុងការរំគេមានច្បាប់ទម្លាប់ទោះអ្នកទិញផ្កាតវឹងមានអាកប្បកិរិយាមិនសមរម្យប៉ុន្តែត្រូវតែមានសុជីវធម៌ហើយកូនថនគេមានបានន័យថាវិន័យក្នុងខ្លួនគេដែរអញ្ចឹងណាតែវិន័យក្នុងក្រុមរបស់គេដែរអ្នកឡើងរំទៀតគណៈកម្មការគេនឹងប្រកាសថាមុននឹងឡើងនឹងមានលក្ខខណ្ឌបែបណាទោះអ្នកឯងស្វឹងក៏ដោយកូនថនក៏គ្នាឲ្យតម្លៃទៅអ្នកទិញផ្កាទោះអ្នកទិញផ្កាមានសភាពបែបណាក៏ដោយព្រោះគេទិញផ្ការំជាមួយយើងហើយអញ្ចឹងយើងឲ្យតម្លៃដោយស្នាមញញឹមដោយមានសុជីវធម៌ដោយមានការគោរពតែបើករណីអ្នកឡើងរំនឹងគាត់ធ្វើលឹះអីដែលគណៈកម្មការបាននិយាយឬក៏ជ្រុលជ្រោះគេមានតែចាត់ចែងផ្នែកសម្ដាប់ធ្នាប់អានឹងជាអីដែលពួកខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមកល្អមែនតើអញ្ចឹងយើងដឹងហើយថាទាំងអស់គ្នាសុទ្ធតែជាយុវជនជាអ្នកចង់ថែរក្សានៅទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចរបស់យើងអញ្ចឹងដូចពាក្យចាស់លោកពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិថ្កានពួកយើងធ្វើបានហើយពួកយើងថែរក្សាហើយអញ្ចឹងសង្ឃឹមថាអ្នកដែលមើលមកពីខាងក្រៅគាត់នឹងឲ្យតម្លៃវប្បធម៌ប្រពៃណីរបស់យើងហើយសូមគិតវិជ្ជមានពួកយើងមិនមែនដូចអ្វីដែលអ្នកទាំងអស់គ្នាមើលឃើញតែមួយចំណុចនឹងទេអរគុណមែនតើអញ្ចឹងជាចុងក្រោយតើទាំងអស់គ្នាមានអ្វីចង់និយាយទេជាចុងក្រោយអីដែលខ្ញុំចង់និយាយដោតសំខាន់បំផុតទៅអ្នកធ្វើមេត្តាមួយចំនួនដោយសារអីយើងមើលឃើញអ្នកធ្វើមេត្តាមួយចំនួនពេលដែលគាត់ធ្វើវីដេអូថតអ្វីមួយចំនួនណាគាត់បានស្វែងយល់ពី background នៃកម្មវិធីនឹងឬក៏ស្វែងយល់អំពីបរិបទអីដែលគាត់ចង់បង្ហាញទេគាត់បង្ហាញទៅបែបថៅឆៅដល់ពេលអញ្ចឹងមតិនៃអ្នកទស្សនាគាត់ចាប់ផ្ដើមវាយប្រហារមកលើកម្មវិធីនឹងបែបម៉េចសុំចិត្តអ្នកដែលធ្វើមេត្តាធ្វើ content មួយចំនួនបើសិនជាមិនទាន់ច្បាស់នៅកម្មវិធីដែលចង់បង្ហាញទៅសង្គមខាងក្រៅឲ្យស្វែងយល់ទេសូមស្វែងយល់សិនហើយចាំបង្ហាញទៅសង្គមខាងក្រៅពេលបង្ហាញហើយវានឹងមានមតិដើម្បីស្ថាបនានៅក្នុងកម្មវិធីឬក៏នៅក្នុងអីដែលគាត់ចង់បង្ហាញហ្នឹងមួយដែរចំពោះវិបងសូមអ្នកដែលទស្សនាទស្សនិកជនដែលបានមើលវីដេអូក្នុងការផ្សព្វផ្សាយការរំថននេះទាំងអស់គ្នាគួរតែស្វែងយល់ឲ្យបានច្បាស់សិនមុននឹងមានការ comment ណាការ comment របស់អ្នកទាំងអស់គ្នាពេលខ្លះក៏អាចប៉ះពាល់ដល់ការរក្សានៅប្រពៃណីទំនៀមទម្លាប់របស់យើងដែរហើយពួកយើងធ្វើនេះគឺធ្វើដើម្បីតែចង់បង្ហាញក៏ដូចជាចង់រក្សានៅវប្បធម៌ទេយើងអត់មានចង់បំផ្លាញទេសូមឲ្យយល់ត្រង់ចំណុចនោះជាចុងក្រោយអរគុណចំពោះការបានទស្សនាវីដេអូនេះរហូតដល់ចប់ខ្ញុំគិតថាវីដេអូនេះក៏អត់ខ្លីដែរគឺដឹងតែវែងហើយចឹងបើសិនអ្នកទាំងអស់គ្នាទស្សនាដល់ចប់ខ្ញុំសូមអរគុណខ្លាំងមែនទែនចុងក្រោយក្រុមទាំងអស់គ្នានឹងឯងសូមអរគុណសូមជម្រាបលា